បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុបរាមជ័យទឹកដែលមានផ្លាកសញ្ញាអិសីស្ដេចថ្នាំរុក្ខមូលបងប្អូនណាហើយថ្ងៃនេះខ្ញុំចូលខ្លួនតាមបណ្ដាញសង្គមដើម្បីមកបម្រើសុខភាពបងប្អូនពេលដែលបងប្អូនតាក់ទិននឹងជំងឺដូចខ្ញុំរៀបរាប់បន្តិចទៀតនេះបងប្អូនណាដូចជាជំងឺដងបាតហើយនឹងក្រពះពោះវៀនបើសិនណាបងប្អូនមានបញ្ហាខាងហ្នឹងបងប្អូនមានអាការៈដូចជាចុកចុងដង្ហើមកោពោះសៀតពោះហើយពេលខ្លះទៅភើជូរដុសក្នុងពេញអណ្ដាតដល់គេហៅដុសសិតអណ្ដាតណាបងប្អូនហើយខ្លះទៅចុកបោះដៃផុតយូរសពច្រើនដេកមិនលក់បក់មិនលហើយខ្លះទៅក៏ឌៀនពី3ថ្ងៃបាត់ជើងម្ដងបាត់ជើងមកក៏ឌៀនទូចប៉ិនអាចសង្ស័យអញ្ចឹងបងប្អូនខ្លះរៀករស់ជាប្រចាំហើយបងប្អូនខ្លះក៏បាត់ជើងមករៀកហើយមានមូលឈាមទៀតគេហៅថារៀកមូលបងប្អូនណាមូលមកឈាមហើយអាការៈទាំងអស់នេះជាអាការៈក្រពះពោះវៀនបងប្អូនបើសិនណាបងប្អូនយកឱសថរបស់ខ្ញុំបាទយកទៅប្រើបងប្អូននេះជាមួយស្ដាយបងប្អូនយកទៅប្រើដាក់មួយស្ព្រាកាខ្វេនៅក្នុងនឹងស្រេចបងប្អូនដាក់ក្នុងមួយកែវកូរទឹកឲ្យសក់ហើយហូបទៅក្នុងមួយថ្ងៃ3ដងព្រឹកថ្ងៃល្ងាចកូរឲ្យសក់ហូបទៅហើយបើសិនតែបងប្អូនមានចំណាប់អារម្មណ៍យកគ្រាប់ជាថ្នាំដូចគ្នាទេបងប្អូនយកគ្រាប់ក៏យកទៅឆ្នាំដូចគ្នាទេហើយបងប្អូនដាក់មួយថ្ងៃ3ដងក្នុងមួយដង5គ្រាប់មានន័យថា15គ្រាប់បងប្អូនណាក្នុងមួយថ្ងៃហើយនឹងមួយទៀតបងប្អូនបើសិនជាបងប្អូនចង់បាននៅចំណាំងបងប្អូនកាពះពោះវៀនដាំជាចំណាំងវិញហើយបងប្អូនដាក់ក្នុងមួយកញ្ចប់នេះ4ឆ្នាំបងប្អូនដាក់ដាំពិសាទទួលទានទៅនឹង3 4 5ថ្ងៃទេនឹងជាសះស្បើយបន្តិចម្ដងធូរមានន័យថាចឹងបងប្អូនហើយវិវត្តទៅដល់ជាហើយហ្នឹងថ្នាំខ្មែរមិនលាប់មកវិញវាល្អកន្លែងហ្នឹងបានលោកគ្រូសម្រាប់សម្រានដើម្បីបម្រើសុខភាពបងប្អូនឲ្យបងប្អូនជាវទៅនឹងបានសុខភាពល្អពេលតែមានជំងឺហើយបងប្អូនមានទុកហើយនឹងមួយទៀតបងប្អូនណាចំណែកបងប្អូនមានអាការៈឬដងបាតដូចជាឬដងបាតយើងវាធ្វើទុកមកបាត់ជើងមកលៀនបាត់ជើងមកស្ប៉ែតបាត់ជើងមកដាច់បាត់ជើងមកដាច់ដូចអាដែងខ្ទុយទួងអញ្ចឹងស្ប៉ែតទូចឹងពេលខ្លាំងអង្គុយយូរបានមកហើយខ្លាំងអង្គុយយូរទៅវិលមុខក៏មានធ្វើទុកកោពោះប្រហាក់ប្រហែលហើយក៏វាមានដែររោគបាតហើយអ្នកខ្លះទៅលៀនស្ទិញមកក្រៅទៅមិលមកក្រៅមកហើយក៏ហមតែងតែម្ដងមកក្រៅបងប្អូនហើយអ្នកខ្លះទៅបាត់ជើងមកនៅនឹងនៅជាប់នឹងទាល់យកដៃរុញទៅអ្នកខ្លះទៅដូនខ្លះដោះកលឹងជុំវិញសាពូតដោយខ្មែរយើងថាអ្នកខ្លះទៅនាងពូនអ្នកខ្លះទៅធ្លាក់មកអ្នកខ្លះទៅក៏ដោះកលឹងជុំវិញគូតចឹងប្រភេទឬដូងមាន2 3ចំណុចចឹងបងប្អូនណាហើយបើសិនបងប្អូនមានអាការៈដោយខ្ញុំនិយាយខាងលើនេះបងប្អូនយកមួយសាព្រាកាខ្វេដាក់មួយសាព្រាកាខ្វេនេះយកទៅកូរទឹកឲ្យសព្វដាក់ឲ្យសពទៅហូបទៅក្នុងកែវបងប្អូនដាក់ទឹកសុទ្ធយើងក៏បានបងប្អូនដាក់ទឹកក្តៅក៏បានកូរសពទៅហូបមួយថ្ងៃ3ដងក្នុងមួយដងមួយស្ព្រាកាហ្វេបញ្ជាក់ម្ដងទៀតឲ្យបងប្អូនចាំហើយបងប្អូនមើលតែក្នុងហ្នឹងក៏ដឹងដែរបងប្អូនណាហើយខ្ញុំគាត់ណារៀបរាប់ប្រាប់បងប្អូនទូទេហើយចំណែកនេះបងប្អូនចំណែកនេះដូងធ្លាក់លាមមកក្រៅបងប្អូនធ្វើការអនាម័យឲ្យស្អាតសិនបងប្អូនយកទៅលាបវាក្នុងមួយថ្ងៃ2ដងហើយបងប្អូនយកសលៃដល់កណាត់ឲ្យជូតទៅស្អាតទៅលាងធ្វើអនាម័យស្អាតសិនយកទៅលាបហើយកាលណាមុននឹងលាបបងប្អូនក៏លុកមកចឹងហើយសំបើកកម្រោក៏លុកឲ្យខ្លាំងហ្នឹងដើម្បីឲ្យឆ្នាំមិនដែលឡើងបានសក់ក៏លុកចឹងបងប្អូនលុកចឹងលុកមកធូរមកបងប្អូនទៅលាក់ចុងទៅធូរចឹងមកបងប្អូនសិនលាបហើយបងប្អូនក៏លុកឲ្យសក់ហ្នឹងបានឆ្នាំវាឡើងសក់លុកបាយឆ្នាំហ្នឹងវាឡើងសក់ទៅជាបាលទៅវាពូកែហើយបើសិនណាបងប្អូនលៀនចង់និយាយចឹងហើយហូបនេះថែមទៀតបងប្អូនហូបថែមដើម្បីជាបាលពីក្នុងហើយខាងក្រៅនឹងក៏ព្យាបាលខាងក្នុងយើងហូបទៅជាមកពីក្នុងហើយនេះសម្រាប់ខាងក្រៅហើយនេះហូបកំប៉ុងដែលខ្ញុំលើកធំនេះក្នុងមួយស្ព្រាកាខ្វេបងប្អូនដាក់នៅក្នុងស្រេចហើយកូរសពទៅដាក់ទឹកមួយកែវកូរសពទៅទឹកក្តៅអ៊ុនក៏បានយើងទឹកសុទ្ធយើងក៏បានដែរពិសាទទួលទានទៅហើយនឹងកបរសាហើយនៅជាចុងក្រោយនេះបងប្អូនមានយោបល់តែខ្លីតែប៉ុណ្ណេះទេបងប្អូនសូមជំរាបលាបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើនក្នុងក្រុមគ្រួសារហើយជូនពរបងប្អូនសូមឲ្យបងប្អូនបានអាយុវណ្ណៈសុខៈពលៈកំបីគ្រីក្រេតឡើយគណៈពេលនេះខ្ញុំបាទគ្រូអសុបរានសូមគោរពសូមជំរាបលា